តើការឡើងថ្លៃសម្ភារៈសំណង់នាំចូលអាចធ្វើឲ្យប៉ះពាល់ដល់ថ្លៃដើមក្នុងគម្រោងសាងសង់នៅកម្ពុជាដែរឬទេនៅមួយរយៈចុងក្រោយនេះវត្ថុធាតុដើមសម្ភារៈសំណង់មួយចំនួននាំចូលមកពីប្រទេសថៃបានហក់ឡើងថ្លៃបន្តិចការឡើងថ្លៃនេះស្របពេលដែលតម្លៃសម្ភារៈសំណង់នៅក្នុងប្រទេសថៃកំពុងមានសន្ទុះកើនឡើងដែលជំរុញឲ្យតម្លៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះហក់ឡើងថ្លៃបន្ថែមទៀតតើការឡើងថ្លៃសម្ភារៈសំណង់នាំចូលអាចធ្វើឲ្យប៉ះពាល់ដល់ថ្លៃដើមក្នុងគម្រោងសាងសង់នៅកម្ពុជាដែរឬទេតទៅនេះក្រុមការងារលំអិតទាំងនេះដូចតទៅលោកខូសុកឡៃអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនពីស្នូកាដែលជាក្រុមហ៊ុនម៉ៅការសំណង់ដ៏ធំមួយនៅកម្ពុជាក៏សម្គាល់ឃើញថានៅមួយរយៈចុងក្រោយនេះតម្លៃសម្ភារៈសំណង់មួយចំនួននៅកម្ពុជាបានឡើងថ្លៃបន្តិចជាក់ស្ដែងសម្ភារៈនាំចូលពីប្រទេសថៃប្រភេទបេតុងបានឡើងថ្លៃពី1ទៅ$1.5ក្នុង1ម៉ែត្រគូបចំណែកស៊ីម៉ង់តបានឡើងថ្លៃចន្លោះពី$3ទៅ$5ក្នុង1តោននិងដែកបានឡើងថ្លៃចន្លោះពី$5ទៅ$10ក្នុង1តោនខណៈការនាំចូលពីប្រទេសវៀតណាមមិនទាន់មានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នៅឡើយទេការឡើងថ្លៃសម្ភារៈសំណង់មួយរយៈមកនេះត្រូវបានអ្នកគ្រប់គ្រងទូទៅរូបនេះវាយតម្លៃថាអាចដោយសារការឡើងថ្លៃទំនិញនៅក្នុងប្រទេសថៃខណៈបញ្ហារបាំងពន្ធគយក៏ជះឥទ្ធិពលលើការឡើងថ្លៃសម្ភារៈសំណង់ផងដែរជាមួយគ្នានេះលោកខូសុកឡៃបានលើកឡើងថាការឡើងថ្លៃតម្លៃសម្ភារៈសំណង់នេះក៏នឹងធ្វើឲ្យប៉ះពាល់ដល់ថ្លៃដើមក្នុងការសាងសង់ផងដែរនេះបើតាមការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំថាតម្លៃទំនិញដែលយើងប្រែប្រួលមួយរយៈនេះវាអាចពាក់ព័ន្ធនឹងការឡើងថ្លៃទំនិញមកពីប្រទេសថៃដោយសារមួយរយៈចុងក្រោយនេះប្រទេសថៃឃើញមានការកើនឡើងនៃតម្លៃទំនិញទូទៅនៅក្នុងប្រទេសថៃអញ្ចឹងផលិតផលដែលនាំចូលពីថៃហ្នឹងវាមានការពាក់ព័ន្ធគ្នាវាឡើងថ្លៃដែរពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្មពាក់ព័ន្ធរបាំងពន្ធគយក៏ជាកត្តាមួយអាចជះឥទ្ធិពលដែរព្រោះយើងឃើញថាពាណិជ្ជកម្មសកលវារមែងតាក់ទងគ្នានៅពេលដែលមានបញ្ហារួមមិនចង់វាត្រូវតែមានឥទ្ធិពលជាផ្ទាល់ឬប្រយោលពាក់ព័ន្ធទំនិញផ្សេងអញ្ចឹងណាហើយនិយាយដល់ឡែកបើពាក់ព័ន្ធនឹងវិស័យសំណង់កាលណាសម្ភារៈសំណង់មានការកើនឡើងវាជាទូទៅនឹងធ្វើឲ្យប៉ះពាល់ថ្លៃដើមការងារសំណង់យើងដែរជាមួយគ្នានេះលោកសៀឆៃលីនអនុប្រធានសមាគមអ្នកវិតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាយល់ឃើញថាការឡើងថ្លៃសម្ភារៈសំណង់មួយចំនួនចង់ឬមិនចង់វានឹងធ្វើឲ្យថ្លៃដើមក្នុងការសាងសង់មានការកើនឡើងតែទោះជាយ៉ាងណាអ្នកជំនាញរូបនេះក៏សម្គាល់ឃើញថាស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្នការឡើងថ្លៃសម្ភារៈសំណង់មិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការសាងសង់នោះទេព្រោះនៅក្នុងអន្តរកាលនេះនៅមានវត្ថុធាតុដើមមួយចំនួនទៀតមានតម្លៃធូរថ្លៃនៅឡើយបើតាមលោកសៀឆៃលីនប្រសិនបើការឡើងថ្លៃសម្ភារៈសំណង់មានរយៈពេលវែងចាប់ពី6ខែដល់ទៅ12ខែនោះទើបអាចធ្វើឲ្យប៉ះពាល់ដល់ថ្លៃដើមខ្លាំងការនេះនឹងធ្វើឲ្យម្ចាស់គម្រោងពិចារណាដើម្បីរកវិធីកាត់បន្ថយផលប៉ះពាល់លើថ្លៃដើមអញ្ចឹងបើសិនជាសួរថាជា long term យើងអាចប៉ះពាល់ធ្វើឲ្យជាឥទ្ធិពលអាក្រក់ខ្លាំងពេកដែលធ្វើឲ្យ developer ឬមួយក៏គម្រោងមួយចំនួនហ្នឹងអាចធ្វើឲ្យគាត់ challenge ខ្លាំងនេះខ្ញុំគិតថាមិនរហូតដល់ថ្នាក់ហ្នឹងទេបាទដូចជាពីចុងឆ្នាំអីហ្នឹងអាចមានវត្ថុធាតុដើមខ្លះរៀងតម្លៃធូរថ្លៃអញ្ចឹងពេលខ្លះទៅវាឡើងថ្លៃអាស្រ័យទៅតាមមាត្រាទៅតាមកំណើនវត្ថុធាតុដើមផ្សេងទៀតទៅជាធាតុផ្សំចូលណាអញ្ចឹងជារួមវិជាឥទ្ធិពលក្នុងអន្តរកាលមួយប៉ុន្តែมันធ្វើឲ្យប៉ះពាល់ទាំងស្រុងទៅលើគម្រោងទាំងអស់នោះទេបាទបើសិនជានិយាយក្នុងលក្ខខណ្ឌវែងវានឹងជះឥទ្ធិពលខ្លាំងអាចឈានឲ្យគម្រោងខ្លះគាត់នឹងពិចារណាឡើងវិញថាតើគាត់គួរតែកលេចមើលទីផ្សារកំណត់ការលក់របស់គាត់ឬមួយក៏គាត់ត្រូវមានវិធីសាស្ត្រផ្សេងដើម្បីនឹងកែខៃតម្លៃដើមរបស់គាត់ណាបើរយៈពេលវែងជាលើកពី6ខែទៅ1ឆ្នាំអានឹងគឺពិតជាឥទ្ធិពលអាចធ្វើឲ្យគម្រោងឈានទៅដល់ការឬមួយក៏ឈានទៅដល់ការវិជាធ្វើតិចអីចឹងទៅបាទគួរជម្រាបថានៅពេញមួយឆ្នាំ2024កន្លងទៅការនាំចូលដែកនិងដែកថែមដើម្បីបម្រើដល់ការសាងសង់របស់កម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង$842លាន
កើនឡើងប្រមាណជាង 68% បើធៀបនឹងឆ្នាំ 2023 ខណៈការនាំចូលស៊ីម៉ង់តមានទំហំទឹកប្រាក់ប្រមាណជាង 16 លានដុល្លារ ថយចុះប្រមាណ 16% នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា